សូមជូនរឿងខ្លាចាញ់ប្រាជ្ញាគិញគក់និងអណ្ដើកជម្រាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់ជាទីគោរពជាទីស្រឡាញ់រាប់អាននៅខណៈនេះ Channel រឿងនិទានខ្មែរសូមលើកយកនៅរឿងនិទានមួយមកចែករំលែកជូនពុកម៉ែស្ដាប់កំសាន្តសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បានចុច Subscribe ទៅលើ Channel រឿងនិទានខ្មែរសូមចុចម្នាក់មួយផងដើម្បីកុំឲ្យខាតពេលវេលាយូរសូមរីករាយស្ដាប់កំសាន្តដូចតទៅរឿងខ្លាចាញ់ប្រាជ្ញាគិញគក់និងអណ្ដើកមានសត្វខ្លាមួយដើរស្វែងរកស៊ីតាមទម្លាប់របស់វាលុះដើរទៅប្រទះនឹងសត្វគិញគក់មួយកំពុងលូតផ្លោតក៏ស្រែកសួរទៅថាយើបងម៉ាំកាយខ្លះហៅថាម៉ាំងកាជីឯងដើររកស៊ីអ្វីនឹងគិញគក់តបវិញថាចុះបងខ្លាឯងដើរមករកអ្វីដែរខ្លាថាយើងដើររកស៊ីគិញគក់តបថាយើងកំពុងដើររកស៊ីដូចបងឯងដែរខ្លាថាចុះដើររកស៊ីអ្វីនឹងបានបើបងឯងលូតម្ដងបានមួយសងដូចនេះតើចាប់សត្វអ្វីនឹងបានគិញគក់ក៏អួតអាត្មាប្រាជ្ញាខ្លាកោតខ្លាចថាយ៉ាអ្វីបើឃើញយើងលូតតិចដូចនេះបើចង់លូតយ៉ាងណាក៏បានដែរចង់ចាប់សត្វតូចក្តីសត្វធំក្តីក៏បានទាំងអស់ហ្នឹងមិនចាញ់បងឯងទេខ្លាថាបើបងឯងពូកែដូចសម្ដីថានេះយើងលូតប្រឡងគ្នាពីត្រើយព្រែកមកខាងទៅត្រើយព្រែកមកខាងមើលបើបងឯងលូតឆ្លងដល់យើងជឿថាពូកែមែនគិញគក់ជាសត្វមានប្រាជ្ញាគិតឃើញថាសត្វខ្លានេះតើកាលណាវារៀបនឹងលូតវារមែងចោលកន្ទុយមកក្រោយដូច្នេះអញចាំខំកន្ទុយវាកាលមុននឹងវាលូតទៅទើបគិញគក់តបទៅថាខ្លាចអីបងខ្លាឯងបើចង់លូតពីត្រឹមណាទៅត្រឹមណាក៏បានដែរហើយយើងហ៊ានឲ្យបងឯងនៅឈរមុខយើងទៀតផងតែកាលណាយើងស្រែកថាហោះត្រូវបងឯងលោតទៅមុខខ្លាជាសត្វឆោតមិនអាចគិតដឹងគំនិតគិញគក់វានឹងខំកន្ទុយខ្លួននោះសោះឯខ្លួនទៀតក៏មិនបានគិតឃើញពីរបៀបខ្លួនដែលរៀបនឹងលោតទៅនោះដែរក៏ព្រមសន្យាឈរនៅពីមុខគិញគក់ឯគិញគក់កាលខ្លាមកឈរពីមុខឃើញពេលល្អហើយក៏ប្រាប់ថាបងឯងប្រុងស្ដាប់រីឯខ្លារវល់តែប្រុងត្រចៀកស្ដាប់ចោលកន្ទុយនោះទៅត្រង់ពីមុខគិញគក់ក៏ស្រែកថាហោហើយខំកន្ទុយជាប់ខ្លាលូតផ្លោតទៅភ្លាមដល់ត្រើយម្ខាងមួយរំពេចអំណាចកន្ទុយខ្លាវត្តទៅមុខនោះដោយទាំងគិញគក់ទៅផងដូចជាដុំដីដែលគេចោលធ្លាក់ហួសទៅមុខខ្លាស្ទើរតែនឹងស្លាប់ខ្លាក៏មិនអាចដឹងបានក៏បែរមុខទៅក្រោយវិញស្រែកហៅថាបងម៉ាំងកាយអើមកគិញគក់ឆ្លើយនៅឯនេះហើយខ្លាឮគិញគក់ឆ្លើយនៅពីមុខដូច្នេះក៏ថាបងម៉ាំងកាយយេពូកែមែនហើយប៉ុន្តែខាងការចាប់សត្វនោះយើងមិនទាន់ឃើញរិទ្ធបងឯងនៅឡើយបើដូច្នេះយើងនឹងចាប់សត្វលបងគ្នាទៀតណាគិញគក់ព្រមក៏តបវិញថាបងទៅចាប់សត្វចុះបានសត្វប្រមាណមកជួបគ្នានៅកន្លែងនេះយើងនឹងរើសាច់នោះលបងគ្នាមើលតើអ្នកណាច្រើនជាងខ្លាព្រមក៏ចេញទៅរកចាប់សត្វផ្សេងបានយ៉ាងច្រើនឯគិញគក់
ក្រោយខ្លាចេញទៅនោះក៏សង្វាតលោតទៅមិនដឹងនឹងទៅចាប់សត្វអ្វីបានទេព្រោះធ្លាប់តែចាប់ជន្លេននិងស្រមោចចង្អាលោតបន្តិចទៅឃើញមានធ្យូងមួយដុំប៉ុនក្របសណ្ដែកក៏លេបធ្យូងនោះចូលទៅលោតបន្តិចទៅទៀតឃើញឆ្អឹងត្រីឆ្លាតមួយតូចនៅកណ្ដាលផ្លូវក៏លេបថែមទៅទៀតលោតបន្តិចទៅទៀតឃើញក្របអង្ក្រមមួយក៏លេបទៅទៀតបានជា3មុខល្មមតែពេញពោះល្មមតែពេញនោះរួចក៏ត្រឡប់វិលមកចាំខ្លានៅទីដតីវិញនៅទីដដែលវិញឯខ្លាកាលបើស្វែងរកសត្វបានសពគ្រប់ហើយក៏ត្រឡប់មកកន្លែងដើមតាមសន្យាលុះមកដល់ឃើញគីង្គក់អង្គុយចាំច្រប៉ុកប៉ុកក៏សួរថាយើបងមកកាយមកដល់ហើយគីង្គក់តបថាយើងមកដល់យើងមកចាំឯងយូរណាស់ហើយមើលបងខ្លាឯងបានប្រមាណមកបងឯងរើចេញមកមើលយើងនឹងកត់ត្រាខ្លារើសសាច់នានាជាច្រើនមុខប្រាប់គីង្គក់រើចេញអស់ទើបប្រាប់ថាអស់តែប៉ុណ្្នឹងហើយគីង្គក់រើចំណែករបស់ខ្លួនវិញឲ្យខ្លាមើលម្ដងទី1រើបញ្ចេញធ្យូងមកមុនខ្លាសួរថាសត្វអីនឹងបងគីង្គក់ថានឹងគេហៅថាគៀសរមុយខ្លាស្ដាប់បានអង្វរថាគុំនិយាយបាលីបាគួរអីបងសូមប្រាប់ជាសម្រាយមកចុះគីង្គក់ក៏ប្រាប់ថានេះកុយរមាសខ្លាក៏កោតថាយើខំដល់ទៅរមាសផងទី2រើឆ្អឹងត្រីឆ្លាតចេញមកទៀតខ្លាសួរថាសត្វអីសស្គុះដូចនេះបងគីង្គក់ប្រាប់ថាផ្លោដំរីសុកខ្លាថាអាណិតទៅនិយាយបាលីបាគងយໄວទេគីង្គក់ថានឹងគេហៅថាភ្លុកដំរីសខ្លារឹតតែកោតថាអាយ៉ាលេងដល់ភ្លុកដំរីសទៀតផងចុះអស់ប៉ុណ្ណឹងហើយឬនៅទៀតបងគីង្គក់ថាយ៉ានៅច្រើនមុខណាស់បងឯងចាំតែរាប់ចុះទី3រើទម្លាក់ក្របសំក្រង់ចេញមកខ្លាសួរថាហាក់សត្វអ្វីក្រហមផងខ្មៅផងដូច្នេះគីង្គក់តបថាផ្នាអាក្លែកខ្លាថាសូមនិយាយសម្រាយទៅវិញមើលគីង្គក់តបថានឹងហើយគេហៅថាភ្នែកអាខ្លាឯងហ្នឹងណាខ្លាឮថាភ្នែករបស់ខ្លួនក៏ស្ទុះរត់ភ្លាមមិនហ៊ាននៅគីង្គក់ស្រែកថាឆប់សិនឯងទៅណាចាំអញយកភ្នែកឯងស៊ីសិនខ្លារឹកតែភ័យខ្លាំងទៀតចេះទៅរត់ទៅគីង្គក់ខំដេញតាមពីក្រោយលុះឆ្ងាយបន្តិចទៅស្រាប់តែប្រទះនឹងអណ្ដើកសួរថាបងម៉ង្កាយរត់ទៅណាហ្នឹងគីង្គក់ថាបងជាបុរិលខ្ញុំដេញតាមខ្លាវារត់ទៅមាញ់បងប្រទះឃើញដែរឬអណ្ដើកថាឃើញវារត់ទៅហើយបើដូច្នេះខ្ញុំជួយតាមគីង្គក់និងអណ្ដើកក៏នាំគ្នាតាមដើរបន្តិចទៅឃើញខ្លាសំងំពួនលើគុម្ពឫស្សីអណ្ដើកឃើញក៏ស្រែកប្រាប់គីង្គក់ថាវានៅនេះទេគីង្គក់ថាបងឯងចាំនៅត្រង់ទីនេះចុះខ្ញុំឡើងទៅចាប់វាគីង្គក់ខំឡើងតាមវល្លិនិងមែកឈើទៅបានពាក់កណ្ដាលគុម្ពឫស្សីស្រាប់តែរបូតដៃធ្លាក់មកដីលឺសូកប្រោកដើកថាបងគីង្គក់ថាខ្ញុំចង់មកបោចវល្លិយកទៅចងវាតែម្ដងខ្លាឮដូច្នេះស្ទុះលោតចុះរត់ទៅទៀតទៅដល់ដើមឈើធំមួយដើមក៏ត្រេកអរខំឡើងទៅសំងំ
មិនឲ្យសត្វទាំងពីរដឹងឯគីងគក់និងអណ្ដើកខំតាមទៅបាត់ដានជើងត្រង់ដើមឈើនោះមើលទៅលើឃើញខ្លាពួនក្រាបនៅលើមែកឈើក្រមៀមទើបស្រែកប្រាប់គ្នាថាកូនយើងវានៅទីនេះទេគីងគក់ប្រាប់ថាបងជាសុរិលឯងចាំនៅគល់នេះចុះខ្ញុំនឹងឡើងទៅចាប់វាឯលើគីងគក់ក៏ខំស្រវេស្រវាឡើងទៅជិតប្រគៀបមែកឈើស្រាប់តែសម្បកឈើរបេះធ្លាក់ចុះមកដោយទាំងខ្លួនវាមកដល់ដីអណ្ដើកឃើញសួរថាហើយមិនជាឆ្នេះគីងគក់ថាយើងគិតរលំឈើនេះវិញឲ្យដួលមកនឹងចាប់វាអណ្ដើកបោកទង្គិចគល់ឈើនោះលឺសូរប៉ោកប៉ោករួចគីងគក់ធ្វើបញ្ចេញសំឡេងឲ្យលឺតែក្រអត់ហើយស្រែកបន្តទៀតថាហើរលំឈើហើយខ្លាឮថាវារលំទទួលក្រឡេកមើលទៅឃើញពពករស័តលឿនស្លៅស្មានថារលំមែនក៏ស្ទុះលោតចុះទៅទៀតសត្វទាំងពីរចេះតែដេញតាមទៅឯខ្លារត់កាន់តែឆ្ងាយបានប្រទះនឹងតាចាស់ម្នាក់ធ្វើជាជាងដែកខ្លាចូលទៅសំពះតាចាស់នោះថាសូមលោកតាជួយជីវិតអាយុខ្ញុំផងតបិតគីងគក់និងអណ្ដើកដេញចាប់ខ្ញុំនិងប្រហារជីវិតខ្ញុំតាចាស់តបទៅនឹងខ្លាថានៅចុះសូមអញជួយឯងឲ្យរួចពីស្លាប់ណាកុំឲ្យអាគីងគក់អណ្ដើកធ្វើអីបានយូរបន្តិចឃើញអណ្ដើកទៅដល់មុនខ្លាប្រាប់តាចាស់ថាអញណោមកទៀតហើយតាចាស់ថាមិនអីទេបើខ្លាចណាស់ត្រូវខំសពឲ្យខ្លាំងទៅខ្លារឹតតែសពខ្លាំងឡើងតាចាស់ចាប់អណ្ដើកនោះបានយកមកទ្របគូតអង្គុយហើយថាជាហើយចាំតែធ្វើដែករួចសឹមស្ងោវាបន្តិចឃើញគីងគក់ទៅដល់ទៀតខ្លាថាអានឹងហើយវាប្រាថ្នាតែភ្នែកខ្ញុំទេតាចាស់ប្រាប់ថាបើឯងខ្លាចណាស់ត្រូវយកខ្សែចងស្នប់ផ្ទុបនឹងចង្កេះទៅឯតាចាស់នោះគាត់ស្លៀកខោជើងធំពេកអង្គុយលើអណ្ដើកកំពុងតែពើតរូតកោសកំបិតភ្លេចគិតថាប្រដាប់របស់ខ្លួនខាងក្រោមធ្លាក់ស្តាំងនៅកណ្ដាលវាលគីងគក់ក្រឡេកឃើញប្រាប់ទៅអណ្ដើកថាបងជាបុរសឯងមើលខាងក្រោមអណ្ដើកក្រឡេកមើលទៅឃើញប្រដាប់តាចាស់នោះទាំងអស់ក៏មានចិត្តអរព្រួយហើយអើតក្បាលចូលទៅក្នុងជើងខោខំក្រឹបដោយចង្កូមដាច់ត្រឹមគល់ទៅទាំងអស់តាចាស់ដួលបះជើងច្រោងគីងគក់ស្រែកថាទៅកូនយើងដួលមួយហើយខ្លាឃើញតាចាស់ដួលក៏ស្ទុះរត់ទៅដោយទាំងស្នប់នោះទៅផងគីងគក់ដេញតាមទៅដល់ជិតមាត់ស្ទឹងមួយមានទឹកជ្រៅគីងគក់ស្រែកឲ្យអណ្ដើកថាបងប្រយ័ត្នខំស្ទាក់កុំឲ្យវាលោតទឹកក្រែងបាត់ដានខ្លាឮក៏លោតចូលទៅក្នុងទឹកចូលក្នុងស្នប់ទឹកហូរខ្លាំងក៏នាំខ្លាលិចស្លាប់ទៅបាទរឿងខ្លាចាញ់ប្រាជ្ញាគីងគក់និងអណ្ដើកក៏ត្រូវបានដល់ទីបញ្ចប់មុននឹងបញ្ចប់ក៏សូមកុំភ្លេចជួយចុច like ចុច share និង subscribe ទៅលើ channel រឿងនិទានខ្មែរម្នាក់មួយផងហើយខ្ញុំនឹងលើកយកនៅរឿងនិទានផ្សេងទៀតចែកជូនពុកម៉ែស្ដាប់កំសាន្តនៅពេលក្រោយ
នៅពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា